នៅព្រឹកនេះដែរខ្ញុំបានឃើញសារព័ត៌មានមួយសារព័ត៌មានកម្ពុជាសារព័ត៌មានកម្ពុជាកម្ពុជាព្រឹងមិញគាត់បាននិយាយថាអតិថិជនរបស់ HP និង Huiwon Pay ជាង100នាក់បានប្រមូលផ្ដុំគ្នានៅមុខស្ថានទូតចិននៅរាជធានីភ្នំពេញនៅព្រឹកថ្ងៃច័ន្ទទី8 ខែមិថុនាហ្នឹងដើម្បីស្វែងរកការអន្តរាគមន៍ស្ថានទូតក្នុងការទាមទារប្រាក់ដែលបាត់បង់ដោយអ្នកខ្លះបានកាន់បដាដែលសរសេរថាសងលុយញើសឈាមយើងវិញសងលុយញើសឈាមយើងវិញនេះសងលុយញើសឈាមយើងវិញពិតជាចាក់ដោតមែនទែនសងលុយញើសឈាមយើងវិញ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 ចាក់ដោតមែនទែនញើសហើយនឹងឈាមខំរបាទខំរឲ្យមកអញ្ចឹងក៏បានងាយសងលុយញើសឈាមយើងវិញសងលុយញើសឈាមយើងវិញវាលឺតែម្នាក់មិនតិចទេបាទអរគុណសងលុយញើសឈាមយើងវិញអ្នកសិតតែ1លានយ៉ាងតិចសងលុយញើសឈាមយើងវិញយើងដឹងថាប្រមាណទេប៉ុន្តែនៅក្នុងនេះគាត់សរសេរថាសងលុយញើសឈាមយើងវិញសងលុយញើសឈាមយើងវិញសងលុយញើសឈាមយើងវិញនេះជាការសរសេរបដារបស់អតិថិជន Huiwon និង H1 HP ណា អូយមិនធម្មតាទេសងលុយញើសឈាមយើងវិញបាទអរគុណ